ក្មេងស្រីនោះគ្រាន់តែប៉ះបុរសអង្គុយលើទេះរុញបន្តិចស្រាប់តែមួយវិនាទីបន្ទាប់គាត់ក៏ក្រោកឈរឡើងយ៉ាងអស្ចារ្យភ្លាមនោះក្មេងស្រីនោះក៏ចង្អុលទៅស្ត្រីដែលនៅក្បែរគាត់ដែលជាប្រពន្ធមើលទៅដូចជាមេផ្ទះដ៏ល្អម្នាក់ហើយប្រកាសថានាងគឺជាមូលហេតុពិតប្រាកដដែលធ្វើឲ្យយ៉នពិការនាងនិយាយថាស៊ុបមួយចានដែលចំអិនយ៉ាងយកចិត្តទុកដាក់នោះតាមពិតគឺជាថ្នាំពុលដែលផ្សំឡើងដើម្បីបំផ្លាញជើងរបស់គាត់ទាំងស្រុងតាមពិតទៅក្មេងស្រីនោះគឺជាទេវតាដែលត្រូវបានបញ្ជូនមកផែនដីដើម្បីទទួលទោសដោយសារតែនាងរពះពេកនាងត្រូវធ្វើអំពើល្អចំនួន999មុនពេលនាងអាចត្រឡប់ទៅឋានសួគ៌វិញបានដោយចៃដន្យនាងបានជួបយ៉នដែលបានមកបួងសួងជាមួយប្រពន្ធរបស់គាត់ឈ្មោះមេរីយ៉ាទោះបីជាយ៉នពិការក៏ដោយក៏គាត់នៅតែប្រាថ្នាចង់បានសន្តិភាពនិងសុវត្ថិភាពសម្រាប់មនុស្សគ្រប់គ្នាក្មេងស្រីនោះត្រូវបានតាក់ទាញភ្លាមដោយថាមពលវិជ្ជមាននៅក្នុងខ្លួនគាត់ដូច្នេះនាងក៏សម្រេចចិត្តជួយយ៉នឲ្យជាសះស្បើយប៉ុន្តែនាងមិននឹកស្មានថាមេរីយ៉ាដ៏សាហាវឃោរឃៅម្នាក់នេះលួចដាក់បណ្ដាសាដោយប្រាថ្នាថាមិនឲ្យប្តីរបស់នាងអាចដើរបានទៀតឡើយក្មេងស្រីនោះបានដឹងពីចិត្តនាងអាក្រក់ភ្លាមហើយក៏សម្រេចចិត្តការពារបុរសចិត្តល្អម្នាក់នេះនាងបានឈានជើងទៅមុខហើយប្រើវេទមន្តរបស់នាងដើម្បីបន្ធូរបន្ថយអាការៈថប់ទ្រូងនិងថប់ដង្ហើមដ៏រ៉ាំរ៉ៃរបស់យ៉នមានអារម្មណ៍ស្រស់ស្រាយនិងស្រឡះមុខស្រឡះមាត់ភ្លាមដោយកោតសរសើរចំពោះធម៌ពលរបស់ក្មេងស្រីនេះគាត់ក៏សម្រេចចិត្តនាំក្មេងស្រីអនិច្ចានេះមកផ្ទះវិញបន្ទាប់ពីពួកគេមកដល់ក្មេងស្រីនោះបានសម្លឹងមើលយ៉នដ៏ចិត្តល្អនិងស្ត្រីចំណាស់ដ៏ស្លូតបូតហើយក៏សម្រេចចិត្តព្យាបាលគាត់ឲ្យជាសះស្បើយទាំងស្រុងនាងចាប់ផ្ដើមប្រើវេទមន្តរបស់នាងភ្លាមពន្លឺពណ៌មាសមួយបានលេចចេញមកហើយជើងដែលពិការរបស់យ៉នស្រាប់តែមានអារម្មណ៍ដឹងឡើងវិញដោយមានការលើកទឹកចិត្តពីក្មេងស្រីនោះយ៉នបានតោងរទេះរុញទាំងញ័រហើយក្រោកឈរឡើងវិញជាលើកដំបូងក្នុងរយៈពេល5ឆ្នាំគ្រួសារទាំងមូលពោពេញដោយក្តីរំភើបលើកលែងតែមេរីយ៉ាដែលទឹកមុខប្រែជាស្រពោនភ្លាមនាងប្រញាប់យកស៊ុបមួយចានមកដោយអះអាងថាស្ថានភាពរបស់យ៉នត្រូវការការជាសះស្បើយយឺតហើយការប្រញាប់ប្រញាល់នឹងធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់គាត់ស្ត្រីចំណាស់ចិត្តល្អនឹងយ៉នបានជឿនាងប៉ុន្តែក្មេងស្រីនោះបានដឹងពីល្បិចនេះភ្លាមនាងអាចមើលឃើញថាចាននោះពោពេញទៅដោយថាមពលដ៏សាហាវនាងប្រញាប់ខាត់យ៉នហើយនិយាយត្រង់ថាស៊ុបនោះគឺជាថ្នាំពុលគ្រាន់តែនិយាយពាក្យទាំងនោះភ្លាមមនុស្សគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងមេរីយ៉ាចាប់ផ្ដើមធ្វើពុតភ្លាមដោយនិយាយថានាងបានធ្វើការដោយមិននឿយហត់ដើម្បីឲ្យប្តីរបស់នាងជាសះស្បើយហើយមិនដែលធ្វើបាបគាត់ឡើយស្ត្រីចំណាស់និងអ្នកបម្រើបានប្រញាប់ចេញមកគាំទ្រនាងដោយចោទប្រកាន់ក្មេងស្រីនោះថាឆ្លើយនិងមួបង្កាច់មនុស្សល្អពេលឃើញមនុស្សងឹតងល់ទាំងនេះក្មេងស្រីនោះក៏សើចចំអកក្នុងចិត្តបន្ទាប់មកនាងក៏រុញចាននោះទៅរកមេរីយ៉ាហើយប្រាប់នាងឲ្យផឹកវាដោយខ្លួនឯងដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់នាងមេរីយ៉ាភ័យស្លន់ស្លោភ្លាមព្រោះនាងដឹងច្បាស់ថាវាជាថ្នាំពុលហើយនាងកំពុងមានផ្ទៃពោះក្នុងភាពអស់សង្ឃឹមនាងបានក្លែងធ្វើជាកំពុកចាននោះទាំងមូលទៅលើឥដ្ឋប៉ុន្តែនាងមិននឹកស្មានថាក្មេងស្រីនោះបានដឹងរឿងគ្រប់យ៉ាងហើយលាតត្រដាងពីការមានផ្ទៃពោះរបស់នាងនៅចំពោះមុខមនុស្សគ្រប់គ្នាឡើយមេរីយ៉ាព្យាយាមប្រកែកថាវាគ្រាន់តែជាការឈឺពោះដោយសារមករដូវប៉ុណ្ណោះប៉ុន្តែក្មេងស្រីនោះទ្រាំលែងបានហើយនាងបានសូត្រមន្តសច្ចៈដោយមិនស្ទាក់ស្ទើរមួយវិនាទីបន្ទាប់មាត់របស់មេរីយ៉ាបានកម្រើកដោយមិនដឹងខ្លួនហើយនាងក៏ទម្លាយអាចកំបាំងដ៏ខ្វក់ទាំងអស់ដែលនាងមាននាងសារភាពថាថ្នាំដែលនាងឲ្យយ៉នគឺជាថ្នាំពុលដែលមានបំណងធ្វើឲ្យគាត់ពិការជារៀងរហូតមិនត្រឹមតែប៉ុណ្ណោះនាងមានទំនាក់ទំនងស្នេហាជាមួយអ្នកបម្រើជាយូរមកហើយកូនក្នុងផ្ទៃរបស់នាងគឺជារបស់គាត់ផែនការរបស់នាងគឺរងចាំឲ្យយ៉នស្លាប់ដើម្បីនាងអាចយកទ្រព្យសម្បត្តិគ្រួសារទាំងមូលពេលការពិតត្រូវបានលាតត្រដាងយ៉ននិងស្ត្រីចំណាស់នោះក៏ខូចចិត្តយ៉ាងខ្លាំងពួកគេមិននឹកស្មានថាស្ត្រីដែលមើលទៅចិត្តល្អម្នាក់នេះតាមពិតសាហាវឃោរឃៅយ៉ាងនេះសោះពេលវេទមន្តសាបរលាបមេរីយ៉ាក៏ដឹងខ្លួនវិញយ៉ាងលឿនហើយព្យាយាមធ្វើពុតជាមិនដឹងរឿងដើម្បីគេចខ្លួនប៉ុន្តែក្មេងស្រីនោះសើចចំអកហើយចង្អុលទៅកាបូបយួរដៃរបស់នាងព្រោះនៅខាងក្នុងនោះមានរបាយការណ៍ធ្វើតេស្តមានផ្ទៃពោះរបស់នាងនៅពេលនោះមេរីយ៉ាភ័យស្លន់ស្លោជាខ្លាំងហើយនៅពេលដែលស្ត្រីចំណាស់ទាញរបាយការណ៍នោះចេញមកអ្នកបម្រើក៏វាយប្រហារមុន